បាទសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានឯកសារចែករំលែកមួយពាក់ព័ន្ធមួយការសិក្សាតម្លៃបំបែកសរុបនៃតម្លៃសរុបនៃគម្រោងមួយដែលយើងមាន5ចំណុចមានពាក់ព័ន្ធនឹង Material, Labor, Machine, Overhead ហើយនិង Contractor Profit ដែលចំណុចទី1នោះពាក់ព័ន្ធនឹង Material Cost គឺយើងសិក្សាពីចន្លោះ50%ទៅដល់60%រួមមានដូចជាសំណង់កុងគ្រីតខ្សាច់ហើយនិងជាចឹងទៅគឺសិក្សានៅចន្លោះប៉ុណ្ណេះឯងពី50ទៅ60%ហើយមកដល់លេខ2គឺពាក់ព័ន្ធនឹង labor ហ្នឹងគឺពាក់ព័ន្ធមួយកម្លាំងពលកម្មយើងសិក្សាពីចន្លោះ20ទៅ25%អញ្ចឹងវាអាចមានដូចជាជាង carpenter នេះពួកខាងជាងឈើជាមួយនឹងជាងភ្លើងជាមួយនឹងវិញថ្នាំអីចឹងយើងសិក្សាចូលទៅក្នុងកម្លាំងរបស់វាកម្លាំងការងាររបស់យើងគឺសិក្សាចូលទៅក្នុង labor ហ្នឹងឯងអញ្ចឹងសរុបមកវិញពីរហ្នឹងគឺចូលប្រហែលជាចន្លោះ70 75ទៅ80%ឯង ហើយមកបានរួមបញ្ចូលបូកផ្សេងៗទៀតរួមមាន Machinery ជាមួយនឹង Equipment គឺយើងសិក្សាពីចន្លោះ5ទៅ10%នៅក្នុងនោះមានដូចជា Concrete Mixer ម៉ាស៊ីនលាយបេតុងពពួកអគ្គិសនីបេតុងហើយមាន Vibrator ពពួកក្តររយហ្នឹងគឺយើងសិក្សានៅចន្លោះហ្នឹងអញ្ចឹងប្រព័ន្ធម៉ាស៊ីនហើយជាមួយនឹង Equipment គឺចន្លោះពី5ទៅ10%ណាសម្រាប់ការងារយើងសិក្សាលើម៉ាស៊ីន equipment ហើយមកមាន overhead វាចន្លោះ5ទៅ10%ដែលយើងហៅថាការងារ primary ណាមានដូចជា side office អីចឹងទៅ transportation មធ្យោបាយធ្វើដំណើរហើយជាមួយនឹងទឹកហើយនឹងភ្លើងគឺយើងសិក្សាចូលទៅក្នុងចន្លោះ overhead ហ្នឹងដែលមានចន្លោះពី5ទៅ10%ហើយសម្រាប់ចំណុចទី5នេះឯងគិតប្រាក់ចំណេញក្នុងការម៉ៅការវាចន្លោះពី8ទៅ15%អញ្ចឹងយើង10%នេះយើង include សម្រាប់ពពួកអគារខ្ពស់អញ្ចឹងណាអញ្ចឹងឯកសារនេះល្អអ្នកនរគ្នាអាចមើលបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេឯកសារខ្លីមួយនេះអរគុណច្រើន